ច្រឹងត្រៀមឆ្លើយ3សំណួរណាតើភ្លើងអ្វីអាចច្រឹងយើងចាប់កាន់អត់អាលាក់ដៃភ្លើងកាន់អត់អាលាក់ដៃខ្ញុំថាភ្លើងតបបងជួចូលមកច្រឹងពូកែម្លេះចម្លើយនេះពិតជាត្រឹមត្រូវអាចច្រឹងចាំឆ្លើយសំណួរមួយទៀតតើភ្លើងអ្វីឆេះអត់មានអណ្ដាតភ្លើងឆេះអត់មានអណ្ដាតគឺមានតែភ្លើងតបបងជួចូលមកច្រឹងឆ្លាតណាស់ពុកម៉ែបងប្អូនចម្លើយនេះពិតជាត្រឹមត្រូវអាចច្រឹងចាំឆ្លើយសំណួរចុងក្រោយមួយទៀតណាតើទឹកអ្វីគេប៉ាន់ស្មានមិនត្រូវខ្ញុំថាទឹកចិត្តបងជួចូលមកច្រឹងពូកែណាចម្លើយនេះពិត